តាមពិតមានរឿងហ្នឹងខ្ញុំត្រូវធៀបពិតខ្ញុំត្រូវជួបមួយសម័យខ្លួនហើយខ្ញុំត្រូវជួបមួយភាគីមកខាងទៀតហើយខ្ញុំក៏បានជម្រាបទៅក្មួយប្រាប់ទៅក្មួយប្រាប់ទៅបងប្អូនទាំងអស់ថាសូមឲ្យរក្សានៅភាពស្ងប់ស្ងាត់ប៉ុន្តែមិនដឹងជាមានរឿងហេតុអីនៅក្នុងថ្ងៃហ្នឹងក៏មានការផ្ទុះនៅសារសម្លេងឥឡូវខ្ញុំសូមចូលមកប្រធានបទខ្ញុំពាក់ព័ន្ធនឹងករណីមួយដែលខ្ញុំទទួលបានហើយខ្ញុំបានប្រាប់បងប្អូនហើយប្រាប់ទៀតប្រាប់ថាធ្វើអីក៏ដោយត្រូវរក្សាភាពស្ងប់ស្ងាត់ខ្ញុំនឹងព្យាយាមរកដំណោះស្រាយដ៏ល្អមួយប៉ុន្តែទីបញ្ចប់គឺរឿងរ៉ាវវាត្រូវបែកធ្លាយហើយខ្ញុំក៏អត់ចង់លូកដៃទៀតដែរធៀបពិតសារសម្លេងទាំងអស់នេះខ្ញុំមានក្នុងដៃតាំងពីម្សិលមិញហើយខ្ញុំព្យាយាមប្រាប់ទៀតបងប្អូនក្មួយស្ដាប់ពូគ្រូមួយថ្ងៃគ្រូមួយជីវិតហូបបាយគេមួយពេលជំពាក់គុណគេមួយជាតិឲ្យតែមនុស្សមានឆន្ទៈមានមនសិការពិតប្រាកដលើកលែងតែមនុស្សដែលគ្មានឆន្ទៈគ្មានមនសិការគឺអ្នកនោះមិនចងចាំរាល់គុណបំណាច់របស់អ្នកដទៃបងប្អូនដូចខ្ញុំជម្រាបជូនចឹងក្នុងនាមយើងជាអ្នកសារព័ត៌មានម្នាក់ដើម្បីផ្សព្វផ្សាយព័ត៌មានទៅឲ្យពិតសុក្រិតនិងយុត្តិធម៌គឺយើងទាមទារប្រមូលនៅប្រភពឯកសារភស្តុតាងសាក្សីដែលឡែកដោយពាក់ព័ន្ធនឹងរឿងក្រុមគ្រួសារលោកគ្រូក្រាក់សម្ផស្សប្រពន្ធគាត់ក្នុងសារសម្លេងដែលបែកចែកនេះគឺសារសម្លេងដែលខ្ញុំមានអស់ទៅហើយតែខ្ញុំនៅតែរក្សាសុជីវធម៌រក្សានៅសេចក្តីថ្លៃថ្នូរគឺខ្ញុំអត់បញ្ចេញសារសម្លេងទាំងអស់នោះហើយខ្ញុំបានសុំឲ្យសុំទៀតបងប្អូនក្មួយនៅឲ្យស្ងៀមពូនឹងខិតខំប្រឹងប្រែងដើម្បីរកដំណោះស្រាយរួមមួយក្មួយត្រូវចាំថាក្មួយមានថ្ងៃនេះគឺដោយសារគ្រូទី1របស់ក្មួយអញ្ចឹងរឿងរ៉ាវអីក៏ដោយវាសិតតែមានការចងហើយវាសិតតែត្រូវរកអ្នកដែលស្រាយចំណងស្រាយយ៉ាងម៉េចទី1ស្រាយចំណងស្រាយកុំឲ្យដាច់ស្រាយចំណងកុំឲ្យដាច់ត្រូវមាននីតិវិធីរបៀបម៉េចខ្លះត្រូវប្រើវិធានការទូតរបៀបម៉េចខ្លះដើម្បីចូលសម្របសម្រួលដោះស្រាយជាមួយគាត់ទើបក្មួយទៅសាងអនាគតកន្លែងផ្សេងវាមានសេចក្តីថ្លៃថ្នូរជាប់ឈ្មោះជាបុគ្គលដែលមិនរមិលគុណទោះបីជាលោកគ្រូនោះគាត់មានកំហុសប៉ុណ្ណាក៏ដោយទោះបីជាភរិយារបស់លោកគ្រូគាត់មានកំហុសប៉ុណ្ណាក៏ដោយក្រុមគ្រួសារគាត់មានកំហុសប៉ុណ្ណាក៏ដោយប៉ុន្តែក្មួយត្រូវចាំគុណគ្រូមួយថ្ងៃមួយជីវិតមុននឹងចាក់ចេញទៅត្រូវឲ្យគេស្រណោកស្រណោះអាឡោះអាឡាយើងមិនចេញទៅឲ្យគេដាក់ទំនាយដាក់ប្រាសាយើងទេក្មួយត្រូវចាំពូកំពុងតែប្រាប់ក្មួយតាមទូរស័ព្ទសាររាប់បងប្អូនហើយមើលសារខ្ញុំអត់ចេះនិយាយលេងទេណាបងប្អូនខ្ញុំនិយាយកគឺកខគឺខបងប្អូនមើលនេះសារសម្លេងវែងជាងកតុយខ្លែងទៅទៀតនេះតែអប់រំក្មួយនេះបងប្អូនមើលសារមានទាំងអស់វែងជាងកតុយខ្លែងទៀតសារឆ្លងប៉ុន្តែខ្ញុំនៅតែគោរពនៅក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មានបាទខ្ញុំនៅតែរក្សាសេចក្តីថ្លៃថ្នូរសេចក្តីល្អរបស់គេផ្ដាំក្មួយថាបើចង់កសាងអនាគតស្ដាប់ពូទៅពូចេះរកដំណោះស្រាយជួយក្មួយបានហើយប៉ុន្តែចុងក្រោយបែកសារសម្លេងពេញខ្ញុំអស់លទ្ធភាពអស់សមត្ថភាពដើម្បីជួយដោះស្រាយពូកំពុងតែដើរតាក់ទងតាមតំណុំដែលពូគិតថាក្មួយនឹងមានអនាគតពូសម្លឹងឃើញតំណុំល្អៗ2-3កន្លែងដែលចង់ឲ្យក្មួយពូអត់ដឹងថាតើក្មួយជាអ្នកបញ្ចេញទាំងអស់ហ្នឹងតើឲ្យអ្នកណាឬក៏អ្នកដែលសិស្សរួមគ្រូជាមួយក្មួយនឹងអ្នកបញ្ចេញតើឲ្យអ្នកណាពូអត់ដឹងទេពូភ្ញាក់ព្រឹត្តនៅពេលដែលពូបើក Facebook ឃើញមានចេញសារសម្លេងអញញ៉ុកពេញហ្នឹងទាំងអស់គេយកតែកាត់ប្រងព្រាតសួរតែពេលនោះសេចក្តីថ្លៃថ្នូរក្មួយនៅកន្លែងណាសេចក្តីថ្លៃថ្នូរក្មួយនៅកន្លែងណាបាត់អស់សេចក្តីថ្លៃថ្នូរយើងคล้ายទៅជាមនុស្សរមិលគុណចំពោះគ្រូខុសជារឿងគ្រូអាក្រក់ជារឿងអាក្រក់ល្អជារឿងល្អបែងចែកឲ្យដាច់ណាបែងចែកឲ្យដាច់គ្រូមួយថ្ងៃមួយជីវិតចង់ចេញពីគាត់បើគាត់ដាក់សម្ពាធគាត់លំបាកត្រូវរកអ្នកណាម្នាក់ដែលគេបកកែការទូតក្នុងការផ្សះផ្សាបញ្ចុះបញ្ចូលបញ្ចប់ទំនាស់ខ្ញុំមិនអួតថាខ្ញុំខ្លាំងទេប៉ុន្តែបទពិសោធន៍រឿងរ៉ាវទាំងអស់នេះខ្ញុំធ្លាប់ធ្វើខ្ញុំធានាចំពោះក្មួយពូផ្ដាំឲ្យផ្ដាំទៀតពូអត់ដឹងថាតើក្នុងចំណោមក្មួយទាំងអស់តើអ្នកណាជាអ្នកបញ្ចេញសារសម្លេងទាំងអស់ហ្នឹងទេនៅពេលដែលសារសម្លេងទាំងអស់នេះវាចេញទៅកាន់ទីសាធារណៈវាបានបញ្ជាក់យ៉ាងច្បាស់ថាក្មួយទាំងអស់គឺជាសិស្សរមិលគុណខ្ញុំអត់ទាន់និយាយរឿងតោកំហុសគ្រូរឿងអីទេខ្ញុំនិយាយតែគុណគ្រូនឹងសិស្សសិនពេលដែលក្មួយមិនទាន់ចេះពេលដែលក្មួយគ្មានអីសោះនៅក្នុងខ្លួនក្មួយតែសុំគេរៀនសូត្រតែហូបចុកស្នាក់នៅជាមួយគេជាគុណបំណាច់របស់គេផ្ដល់ឲ្យយើងជាគុណធម៌យើងត្រូវដឹងគុណគេទោះបីកំឡុងពេលនោះគេធ្វើបាបគេស្ដីគេថាយើងក៏ដោយប៉ុន្តែវាជាការសម្រេចចិត្តរបស់យើងអត់មានអ្នកណាបង្ខំយើងអត់មានអ្នកណាវាយដំច្រំធាក់យើងឲ្យយើងទៅហាត់ទេគឺយើងសុំទៅហាត់កន្លែងគេដាក់តម្កល់អត្តសញ្ញាណប័ណ្ណឲ្យត្រឹមត្រូវខ្ញុំនិយាយម្ដងមកវាឲ្យបងប្អូនសុំចូលរួមស្ដាប់ដោយពិចារណាហើយធ្វើការចូលរួមជាមតិយោបល់ដោយសេចក្តីថ្លៃថ្នូរនៅពេលដែលក្មួយអត់ទាន់ចេះអីសោះក្មួយទៅរកកន្លែងមួយដើម្បីក្រេបជញ្ជក់ចំណេះដឹងហាត់រៀនជាមួយគ្រូម្នាក់ណាយើងបានសម្រេចចិត្តរួចហើយយើងជ្រើសគេជាគ្រូគឺត្រូវតែដឹងគុណគេបានផ្ដល់ចំណេះវិជ្ជាឲ្យយើង
គឺយើងត្រូវតែដឹងគុណចងចាំនៅគុណនៅបការៈរបស់គេបន្តមកទៀតនៅពេលកំឡុងពេលយើងវឹកហាត់យើងបានក្រេបជញ្ជក់ចំណេះដឹងពីគេហូបចុកស្នាក់នៅជាមួយគេធម្មតាដូចចានក្នុងរាវវានៅជាមួយគ្នាវារមែងតែងតែមានការរំដំលន់ឆុងឆាំងអញ្ចឹងគេថាឪពុកម្ដាយហើយនឹងកូនគេជេរទៅហៅមកណាជេរពីល្ងាចហ្នឹងព្រលឹមឡើងហៅវិញទេណាអានេះខ្ញុំនិយាយបែកចែកសិនហើយចាំខ្ញុំនិយាយទៅកាន់គ្រូនិងគ្រួសាររបស់គ្រូវិញអញ្ចឹងពូបានប្រាប់ក្មួយហើយប្រាប់ទៀតថាក្មួយសូមក្មួយរក្សាសេចក្តីថ្លៃថ្នូរត្រូវគោរពត្រូវឲ្យតម្លៃគ្រូគេបានបង្ហាត់បង្រៀនយើងណាគឺគេជាគ្រូយើងគេមានគុណចំពោះយើងអញ្ចឹងក្មួយរក្សារាល់សម្លេងទាំងអស់ពូបាន5ក្មួយហើយ5ទៀតថាក្មួយណាកុំឲ្យសារនឹងបែកចេញឲ្យសោះកុំផ្ញើសារនឹងតែឲ្យអ្នកណាទាំងអស់ណាស្ដាប់មួយហៀបឡែកខ្ញុំនឹងបញ្យលខ្ញុំកំពុងតែបញ្យលក្មេងដោយសារតែពួកយើងនាំគ្នាគិតអញ្ចឹងអ្នកខ្លះទៅទម្លាក់កំហុសឲ្យគ្រូអ្នកខ្លះទៅទម្លាក់កំហុសឲ្យសិស្សខ្ញុំឲ្យស្ដាប់ហើយបែងចែកហើយវិភាគពិចារណាដោយខ្លួនឯងណាខ្ញុំឲ្យបងប្អូនស្ដាប់ហើយពិចារណាដោយខ្លួនឯងខ្ញុំអត់ថាខ្ញុំចេះខ្ញុំខ្លាំងឲ្យខ្ញុំនិយាយត្រូវទេខ្ញុំនិយាយមួយឲ្យបងប្អូនស្ដាប់ខ្ញុំនិយាយម្ដងមួយចំហៀងក្មួយជាអ្នកតាក់ទងមកខ្ញុំដំបូងបំផុតលោកគ្រូក្រាក់សំភ័សគាត់ជាអ្នកតាក់ទងមកខ្ញុំគាត់ឆាតមកខ្ញុំអត់បានឆ្លើយភ្លាមទេបន្តមកទៀតខ្ញុំក៏បានឆ្លើយគាត់ក៏វល់ជាសម្លេងសួរអីចឹងទៅគាត់ក៏សួរថាបងអើយឥឡូវនេះក្លឹបខ្ញុំវាមានការខ្វះខាតណាហើយខ្ញុំអាចសុំជំនួយពីបងបានទេដោយសារខ្ញុំឃើញបងជួយក្លឹបខ្វះខាតហ្នឹងច្រើនខ្ញុំសប្បាយចិត្តណាស់ខ្ញុំនិយាយខ្លីៗសង្កេតខ្ញុំថាអូលោកគ្រូបាទសួស្ដីហ្នឹងហើយខ្ញុំក៏សួរគាត់ថាចុះលោកគ្រូកន្លងមកខ្ញុំឃើញគេចុះជួយថតអីព្រោះខ្ញុំតែឃើញមិនខ្ញុំនិយាយចឹងខ្ញុំសួរគាត់ចឹងខ្ញុំថាកន្លងមកខ្ញុំឃើញព័ត៌មានដូចចុះជួយកន្លែងលោកគ្រូច្រើនឃើញគេថតគេអីច្រើនដែរហើយមិនបាននៅតែខ្វះខាតគាត់ថាគេថតមកគេមកជួយមែនជួយនៅពេលដែលគេជួយហ្នឹងគឺគេថតគេហ្នឹងទៅចប់បាត់ហើយអត់ដូចខ្ញុំទេខ្ញុំគឺឧបមាថាខ្ញុំចាប់ផ្ដើមបង្កើតមូលនិធិគឺខ្ញុំជួយប្រចាំខែហើយបានខ្ញុំធ្វើបច្ចុប្បន្នភាពម្ដងនៅក្នុងពេលណាមួយទៅដើម្បីឲ្យដឹងអំពីស្ថានភាពជាក់ស្ដែងពិតប្រាកដអញ្ចឹងគឺខ្ញុំធ្វើមិនដល់ពេលប្រាប់គាត់ទៅក៏ដាច់ការឆាតហ្នឹងទៅខ្ញុំងាកមកឆាតជាមួយនឹងក្មួយប្រុសវិញខ្ញុំសុំមិនទាន់បញ្ចេញឈ្មោះក្មួយទេអញ្ចឹងជាសារមួយជាបទពិសោធន៍ជាមេរៀនមួយថ្ងៃនេះក្មួយធ្វើឲ្យបែកទាំងពូសំណុំពរក្មួយគ្រប់បាត់យ៉ាងប៉ុន្តែចុងក្រោយលទ្ធផលគឺនៅតែបែកសម្លេងគេយកមកកាត់តធ្វើជាប្រយោជន៍ក្មួយមើលឲ្យច្បាស់ពូមិន MMO រលួយតាម Facebook តាម YouTube ទេពូធ្វើកិច្ចការសង្គមដោយពូស្រឡាញ់ភាពត្រឹមត្រូវពូស្អប់ភាពអយុត្តិធម៌ស្អប់ការគៀបសង្កត់ដោយសារពូកាត់ពីតូចមកគេធ្វើបាបពូខឹងតអីអត់ឈ្នះមួយគេដោយសារអីគ្រួសារពូក្រខ្សត់ខ្វះខាតតកូលកសិកររៀនសូត្រអត់មានម៉ូតូល្អកង់អីទំនើបជីទេដើរទៅរៀនជីលមកទៅរៀននៅពេលដែលមានគេធ្វើបាបគេមើលងាយពូឈឺចាប់ពូខឹងតមួយគេអត់បានធ្វើអីគេអត់ឈ្នះក៏សេវវាទុកដល់តែធំឡើងចាប់ផ្ដើមរៀនសូត្រចេះដឹងតិចតួចមានកំណត់គិតមួយថាខ្ញុំស្អប់រឿងរ៉ាវទាំងអស់ហ្នឹងពេលដែលវាកើតចំពោះខ្ញុំឈឺចាប់អញ្ចឹងខ្ញុំស្អប់ណាស់រឿងទាំងអស់ហ្នឹងខ្ញុំចង់ជួយអ្នកដែលជួបរឿងទាំងអស់ហ្នឹងតាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបានអញ្ចឹងពូបានប្រាប់ក្មួយតាមផ្លូវរហូតមកសឹមវិញណាពូជិះពីភ្នំពូជិះពីម្ពិញទៅកំពង់សោមឆាតជាមួយក្មួយរហូតទៅដឹកក្មេងតូចទៅក៏លេងឆាតទៅព្រោះជាប់ទៅជែកការងារមួយចំនួនតាមផ្លូវត្រឡប់មកពីកំពង់សោមវិញពូបើកឡានពូឆាតជាមួយក្មួយរហូតឆាតឆ្លៀតឲ្យបងអូនប្រុសពៅដែលអង្គុយក្បែរហ្នឹងចុចឆាតហើយឲ្យគេកាន់ទូរស័ព្ទ voice ទៅពូបើកឡានពូបងអូនពៅពូវាអត់ចេះបើកពូប្រាប់ក្មួយទាំងអស់ណាពូប្រាប់ក្មួយគ្រប់បាត់យ៉ាងពូនឹងរកដំណោះស្រាយលុយ$500សម្រាប់ពូច្រើនណាស់នៅពេលនេះពីព្រោះពូអត់ពូជាពាក់បំណុលធនាគាររាប់ម៉ឺនក្មួយពូបង់មួយខែរាប់ពាន់ដុល្លារប៉ុន្តែពូអត់ដែលក្បត់អារម្មណ៍កតិខ្លួនឯងទេពូខ្ចីលុយគេយកមករកស៊ីវាបង់ខាតជារឿងផ្សេងពូត្រូវតែរកវិធីសងតែក៏ត្រូវទុកពេលវេលាឲ្យពូដូចគ្នាដើម្បីពូរកវិធីដោះស្រាយ$500ពូនៅតែប្រើម្រាម10របស់ពូជួយក្មួយបានបើពូចង់ជួយក្មួយតែក្មួយធ្វើឲ្យពូខកចិត្តបន្តមកទៀតបើសិនជាគេទា1000ពូមានវិធីទៅនិយាយជាមួយគេហើយពូនៅតែប្រើម្រាម10របស់ពូទៀតអាចជួយក្មួយបាននៅក្នុងរូបភាពណាទៀតពូបានដើរសាកសួរក្លឹបមួយចំនួនដែលពូស្គាល់ស្និទ្ធពូរៀបរាប់រឿងរ៉ាវខ្លះប្រាប់គេថាគេអត់លទ្ធភាពទេបរិបត្តិនេះពូកីឡាករទៅបំវាយបានប្រមាណប្រកួតហើយទៅលក់កីឡាករចេញតម្លៃរាប់ពាន់ដុល្លារណាមានលុយទិញចូលគេនិយាយចឹងតែខ្ញុំញញឹមហើយខ្ញុំអត់មកទេខ្ញុំមានវិធីសម្រាប់ជួយក្មួយហើយពូសម្លឹងឃើញទៀតកន្លែងណាដែលដាក់ក្មួយទៅក្មួយដុសមានអនាគតពូឃើញទាំងអស់ពូត្រៀមលក្ខណៈសពយ៉ាងដើម្បីជួយក្មួយថ្ងៃមិញក្មួយឆានមកពូទៀតថាចង់មកភ្នំពេញក្មួយរៀបរាប់ប្រាប់ហើយពូបានប្រាប់ក្មួយហើយប្រាប់ទៀតថាក្មួយរក្សាសេចក្តីថ្លៃថ្នូរក្មួយកុំបញ្ចេញសារសម្លេងទាំងអស់នោះចេញក្រៅឲ្យសោះកុំឲ្យបែកគាត់ខុសគ្រូយើងបើប្រពន្ធគ្រូដូចជាម្ដាយយើងអញ្ចឹងណាអញ្ចឹងរឿងការខុសត្រូវបែងចែកឲ្យដាច់ពេលនោះក្មួយចម្ពាក់គុណគាត់ហើយពីព្រោះក្មួយបានទៅហាត់រៀនចំណេះជំនាញពីគាត់រស់នៅហូបចុកជាមួយគាត់អានេះខ្ញុំនិយាយរឿងក្មួយអ្វីដែលខ្ញុំសោកស្ដាយហើយអស់អារម្មណ៍ចង់ជួយចង់អន្តរាគមន៍អីទាំងអស់គឺសោកស្ដាយនៅសារសម្លេងទាំងអស់បែកចេញអញ្ចឹងពូប្រាប់ក្មួយហើយថាពូមិនខ្លាំងទេតែពូនឹងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជួយក្មួយឲ្យក្មួយទៅរកតំណុំមួយដែលល្អអាចមានឱកាសកសាងអនាគត
ហើយក្មួយបាននិយាយជាមួយពូច្រើនណាថាក្មួយស្រឡាញ់ពូសប្បាយចិត្តពូសប្បាយចិត្តនៅពេលដែលឃើញក្មួយមានការតស៊ូមានការព្យាយាមអត់មុតនិយាយមួយពូសឹងតែយំផងអីផងប៉ុន្តែមកដល់ពេលនេះពូនៅតែសោកស្ដាយស្ដាយបំផុតស្ដាយនៅពេលដែលឃើញវីដេអូទាំងអស់ហ្នឹងសារសម្លេងទាំងអស់ហ្នឹងហោះប្រងព្រាតនៅលើបណ្ដាញទំនាក់ទំនងសង្គមណាវាជាសារអវិជ្ជមានវាធ្វើឲ្យខ្ញុំបាក់កំណាញ់ចិត្តអស់អារម្មណ៍ចង់ធ្វើចង់ជួយអីហើយយើងស្រឡាញ់គាត់យើងចង់ជួយគាត់អានេះហើយគឺជាទឹកចិត្តដល់តែពេលក្មួយឲ្យវាចេញទៅជារឿងទាំងអស់ហ្នឹងអារម្មណ៍ដែលអាណិតអារម្មណ៍ដែលស្រឡាញ់គឺវាបានកាត់បន្ថយដោយសារអីវាប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូររបស់គ្រូខ្ញុំកំពុងតែរៀបចំសេណារីយ៉ូទី1ខ្ញុំប្រមូលទាំងអស់ហ្នឹងឯកសារដែលក្មួយផ្ញើមកខ្ញុំគេផ្ញើមកខ្ញុំព័ត៌មានជុំវិញគាត់ផ្ញើមកខ្ញុំទុកវាម្ដុំជាតាក់តាងជាឯកសារយោងអញ្ចឹងខ្ញុំកំពុងតែរៀបចំថាស្អែកហ្នឹងថ្ងៃសៅរ៍ខ្ញុំនឹងតាក់ទងទៅគាត់ឆាតទៅគាត់ដើម្បីសាកសួរគាត់ពីព័ត៌មាននឹងហើយយើងមកផ្ទៀងផ្ទាត់នៅអ្វីដែលគេផ្ដល់ឲ្យយើងបន្តមកទៀតយើងដាក់ជាសំណួរសួរគាត់តើទាំងអស់ហ្នឹងជារឿងពិតអត់អ្វីដែលគេផ្ដល់មកយើងហើយបើរឿងហ្នឹងទាំងអស់ជារឿងពិតតើគួរតែរកវិធីដោះស្រាយបញ្ចប់តាមវិធីណាត្រូវរកវិធីបញ្ចប់តាមវិធីណាសម្រាប់ខ្ញុំនៅតែរក្សាសេចក្តីថ្លៃថ្នូររក្សាកិត្តិយសខ្ញុំនឹងមិនបញ្ចេញអ្វីទាំងអស់ឲ្យតែព្រមចរចាសម្របសម្រួលបញ្ចប់គ្នានៅក្នុងលក្ខខណ្ឌសមស្របមួយទី1បើក្មេងអស់និស័យជាមួយយើងហើយគ្នានៅជាមួយលេងកើតក្នុងនាមយើងជាឪពុកម្ដាយជាអ្នកមានគុណបដិបដាចាំបាច់ថែរក្សាគ្រូមួយថ្ងៃដូចខ្ញុំនិយាយគ្រូមួយជីវិតគ្រូដូចជាឪពុកម្ដាយទី2របស់យើងអញ្ចឹងនៅពេលដែលយើងផ្ញើវាសនាទៅរៀនសូត្រហូបចុកស្នាក់នៅជាមួយគាត់គឺដូចជាកូនគាត់អញ្ចឹងការខុសត្រូវវាយទៅហៅមកជារឿងធម្មតាទេពាក្យចាស់សុភាសិតរបស់យើងអញ្ចឹងតើយើងជាឪពុកម្ដាយនេះគួរគប្បីបិទសិទ្ធិសេរីភាពកូនទេបើគ្នាអស់និស័យជាមួយយើងហើយអញ្ចឹងគួរទៅដោះលែងគ្នាទេវាគួរទៅដោះលែងអញ្ចឹងការដោះលែងត្រូវធ្វើយ៉ាងម៉េចក្នុងនាមយើងជាកូនទេតើគួរគប្បីតបស្នងសងគុណទៅកាន់ឪពុកម្ដាយដែលជាអ្នកមានគុណហ្នឹងតាមរូបភាពណាឲ្យសមស្របឲ្យសមរម្យហើយឪពុកម្ដាយនឹងដូចគ្នាបើកូនគ្នាតបស្នងសងគុណហើយនៅក្នុងលក្ខខណ្ឌណាមួយហើយយើងក៏គួរតែដោះលែងគ្នាឲ្យវាមានសិទ្ធិសេរីភាពអានេះហើយគេហៅថាយុទ្ធសាស្ត្រផ្សះផ្សាការទូតទំនាក់ទំនងសម្របសម្រួលគេមិនមែនបញ្ចេញមកអញ្ចឹងទេណាគេមិនមែនបញ្ចេញអញ្ចឹងទេបញ្ចេញអញ្ចឹងទាំងខ្ញុំទាំងគាត់មើលមុខគ្នាលេងត្រង់បាទចង់មិនចង់អស់សេចក្តីល្អមួយគ្នាបាទខ្ញុំកំពុងតែរកដំណោះស្រាយឧទាហរណ៍ឥឡូវក្មួយប្រាប់ខ្ញុំក្មួយបានប្រាប់ខ្ញុំថាខ្ញុំតែសុំអត្តសញ្ញាណប័ណ្ណពីគាត់យកមកធ្វើការវិញគាត់ទាញខ្ញុំ$500ឧទាហរណ៍អញ្ចឹងចោះខ្ញុំស្ដាប់ឲ្យខ្ញុំញញឹមហើយយ៉ាងម៉េចទៀតគាត់រៀបរាប់ចេះ1ចេះ2ចេះ3ឧទាហរណ៍អញ្ចឹងទៅហើយបន្តមកទៀតក៏រៀបរាប់ថាបើចង់ចេញចេះ1ចេះ2ចេះ3ខ្ញុំថាអូខេនៅស្ងៀមខ្ញុំមានវិធីសាស្ត្រក្នុងការដោះស្រាយហើយខ្ញុំរៀបទាំងអស់សេណារីយ៉ូសម្រាប់ចូលរួមសម្របសម្រួលបញ្ចប់រឿងហ្នឹងមិនទាន់បានធ្វើផងខ្ញុំកំពុងតែរវល់ព្រឹកមិញខ្ញុំទៅបង្ហើយមកក្លឹបទៀតខ្ញុំស្រាយទី1ខ្ញុំបានឃើញកាយសម្បទាក្មួយហើយបងខ្ញុំហៅថាក្មួយទៅចោះប្រហែលអ្នកហ្នឹងគឺល្អសមត្ថភាពមានដងមានទេពកោសល្យណាប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយស្ដាយបំផុតស្ដាយនៅព័ត៌មានបែកធ្លាយដែលធ្វើឲ្យឆ្លើងគុណខ្មែរនាសម័យនេះមានឱកាសយកទៅផ្សព្វផ្សាយខ្ចរខ្ចាយពេញបណ្ដាញសង្គមអស់ទៅហើយអញ្ចឹងខ្ញុំលែងលូកហើយរឿងនេះខ្ញុំលែងធ្វើហើយអញ្ចឹងបងប្អូនណាធ្វើក៏ធ្វើចោះអូអាចារ្យធំលេងអូខេអញ្ចឹងបងប្អូនណាធ្វើក៏ធ្វើចោះអ្នក